ជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាពីអសត់បតានចំបៃពីអ្នកគ្រូសូមចែករំលែកអំពីរោគសញ្ញានៃការធ្លាក់សការធ្លាក់សមានរោគសញ្ញាដូចជាធ្លាក់សពណ៌លឿងបៃតងឬប្រផេះរាវស្មើសាច់ឬកកឬក៏ធ្លាក់សមានលាយឈាមអាចធំក្លិនឬគ្មានក្លិនអាចរមាស់និងមិនរមាស់ធ្លាក់សរមាស់ខ្លាំងពីខាងក្នុងនិងខាងក្រៅទ្វារមាសមានកន្ទួលរមាស់នៅទ្វារមាសការផ្សិតនៅទ្វារមាសផ្សិតនៅមាត់ស្បូនរលាកទ្វារមាសរលាកមាត់ស្បូនរលាកទ្វារមាសប្រេះស្បែកទ្វារមាសដំបៅទ្វារមាសពងបែកទ្វារមាសសេមាន់ទ្វារមាសសេមាន់រុនគូតរលាកពង្ហួរនោមឈឺផ្សាក្តៅក្រហាយឈឺចាប់ក្រហាយពេលរួមភេទនិងក្រោយរួមភេទប្រសិនបើពុកម៉ែបងប្អូនកើតជំងឺធាក់សរ៉ាំរ៉ៃសូមកុំអារម្មណ៍សូមលាបថ្នាំលាបសើស្បែកចំបៃពីព្យាបាលពីខាងក្រៅដូចជារោលកន្ទួលរមាស់ផ្សិតពងបែកសេមាន់ជួយផ្ដល់សំណើមឡើងវិញយ៉ាងឆាប់រហ័សនិងផឹកចំបៃពីព្យាបាលគៀទម្លាក់មេរោគធ្លាក់សផ្សិតរមាស់ពីខាងក្នុងនិងព្យាបាលកុំឲ្យកើតមេរោគនេះជាបន្តទៀតប្រសិទ្ធភាពមើលឃើញប្រើចាប់ពី3ថ្ងៃឡើងទៅចំបៃពីពុកម៉ែនិងបងប្អូននឹងបាត់រមាស់បាត់ក្រហាយធ្លាក់សបាត់ជំងឺកាមរោគជាដាច់ 100% សូមទំនាក់ទំនងឬទូរស័ព្ទឬប្រអប់សារដើម្បីទទួលបានការប្រឹក្សាយោបល់បន្ថែមពីធ្លាក់សនិងវិធីសាស្ត្រព្យាបាលដោយឱសថបុរាណចំបៃពីទំនាក់ទំនង page ឱសថព្យាបាលផ្សិតធ្លាក់សរមាស់ឬ page ឱសថបុរាណចំបៃពីតាមរយៈលេខទូរស័ព្ទ016 38 7000 068 79 7000 098 65 8 សូមអរគុណ